រោគសញ្ញាជំងឺសែកមាត់ដែលបងប្អូនគូកត់សម្គាល់ទី1អាចមានការដុសដូចជាឫសជាកញ្ញុមដូចផ្កាខាត់ណាដុសមកដូចប្រជ្រួយដូចដុសសាច់ដុំសាច់នឹងទន់ឬក៏ពេលខ្លះសាច់នឹងរៀងរឹងហើយកន្លែងដែលដុសសាច់នឹងវារីកទំហំធំជាងមុនដុសរាយប៉ាយហើយកន្លែងដែលដុសសាច់នឹងតែងតែមានការរមាស់ទៅតាមបរិវេណទ្វារមាសឬបើសិនជាមនុស្សប្រុសគឺអាចដុសនៅតាមនៅបរិវេណក្បាលលឹងរបស់គាត់តែម្ដងហើយសាច់នឹងគឺចាប់ផ្ដើមរីកទំហំធំពីមួយថ្ងៃទៅមួយថ្ងៃនេះចំណុចទី2គឺដុសនៅតាមរុនគូតបើសិនជាបងប្អូនរស់នៅជាមួយនឹងដៃគូតាមរុនគូតហើយការដុសហ្នឹងគឺសាច់ហ្នឹងគឺដូចគ្នាបងប្អូនជាកញ្ញុមដូចការខាត់ណាវាមានរូបរាងហ្នឹងគឺខុសគ្នាប៉ុន្តែលក្ខណៈដែលយើងសម្គាល់ហ្នឹងសាច់ហ្នឹងនៅពេលដែលដុសគឺល្មមហើយរីកទំហំធំជាងមុនហើយវាអាចដុសរាយប៉ាយហើយដុសនៅតាមបរិវេណកន្លែងណាដែលប៉ះផ្ទាល់ជាមួយនឹងទឹកកាមនៅពេលដែលយើងរស់នៅជាមួយនឹងដៃគូចាទី3កន្លែងដែលដុសវាអាចដុសនៅតាមបបោមាត់ឬក៏ដុសនៅអណ្ដាតដុសនៅបំពង់ករបស់យើងបើសិនជាយើងរស់នៅជាមួយនឹងដៃគូតាមរយៈរស់នៅតាមមាត់អញ្ចឹងជំងឺសែកមាត់នេះវាអាចដុសស្ទើរតែគ្រប់កន្លែងនៅពេលណាដែលយើងប៉ះពាល់ជាមួយនឹងទឹកកាមដែលទឹកកាមនោះគឺមានមេរោគអញ្ចឹងយើងនឹងចាប់ផ្ដើមមានការដុសសាច់បែបហ្នឹងតែម្ដងហើយចំពោះស្ត្រីមិនត្រឹមតែដុសសាច់ទេនៅពេលដែលគាត់ឆ្លងគឺមានការធ្លាក់សខុសធម្មតាធ្លាក់សមករាវដូចទឹកធ្លាក់សមកដូចសបោប៉ុន្តែលក្ខណៈខាប់ហើយមានការធំក្លិនស្អុយតែម្ដងក្លិនឆ្អាបហើយនៅពេលដែលធ្លាក់សហ្នឹងមកតែងតែមានអាការៈលមាស់មានអាការៈនៃការក្តៅនៅតាមបរិវេណទ្វារមាសរបស់គាត់អញ្ចឹងបើសិនជាមានបញ្ហាបែបនេះសូមប្រញាប់ទៅប្រឹក្សាជាមួយពេទ្យឲ្យបានត្រឹមត្រូវដើម្បីទទួលបានដំណោះស្រាយ